និយាយពីថាបុកល្ហុងបុកពោតបុកគ្រឿងសមុទ្របុកជើងមាន់អីហ្នឹងណាបុកគ្រប់មុខអស់ហើយបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំមកសាកបុកខ្យងម្ដងមើលឲ្យរៀងប្លែកបន្តិចត្រូវជាមួយនឹងខែនេះចាប់ផ្ដើមសវោជាមួយនឹងខ្យងសែទៀតហើយបងប្អូនអញ្ចឹងមកមានអីអាចសាកមកធ្វើមួយមុខនេះបានបើនិយាយពីថាសាច់ខ្យងជាមួយនឹងល្ហុងអីញ៉ាំទៅគឺថាឡើងស្រួយស្រាប់ច្របពេញមាត់តែម្ដងចំពោះបុកខ្យងខ្ញុំថ្ងៃនេះក៏មានបន្ថែមជាមួយនឹងល្ហុងខ្ចីដែរបងប្អូនដើម្បីបន្ថែមជាល្វោយបន្លែអីចឹងណាចំពោះសាច់ខ្យងនេះជាដំបូងយើងស្ងោរវាឲ្យឆ្អិនសិនបងប្អូនដល់ពេលស្ងោរឆ្អិនហើយហ្នឹងយើងចាប់ផ្ដើមបេះយកទៅសាច់វាមកបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកសាប់ជាមួយនឹងល្ហុងយើងឥឡូវហ្នឹងគឺគេពេញនិយមខ្លាំងមែនតើបុកល្ហុងអីគេសាប់អត់យកទៅឈូសស្ដាងដូចមុនទេដោយសារពេលសាប់អញ្ចឹងទៅពេលយើងយកទៅបុកល្ហុងទៅវាមានអារម្មណ៍ថាវាឆ្ងាញ់ជាងឈូសស្ដាងមែនអត់បងប្អូនបន្ទាប់ពីយើងសាប់រួចរាល់ហើយហ្នឹងយើងចាប់ផ្ដើមយកកវិតមកហាន់វាឈុតពីលើអញ្ចឹងមកលក្ខណៈថាបែកតសៃមកល្មមយើងញ៉ាំអញ្ចឹងទៅហើយខ្លីៗល្អមែនតើបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកហាន់ជាមួយនឹងក្រូចឆ្មាចំពោះក្រូចឆ្មានេះខ្ញុំដាក់ឡើង2ផ្លែជាងបងប្អូនយើងយករសជាតិរៀងជូរហឹរអីអញ្ចឹងទៅកាន់តែឆ្ងាញ់ហើយជាដំបូងហ្នឹងខ្ញុំដាក់ជាមួយនឹងខ្ទឹមសយើងសិនបន្ថែមជាមួយនឹងម្ទេស3គ្រាប់ដែរយើងអាចដាក់តាមចំណូលចិត្តបានបងប្អូនម្ទេសអីនេះបន្ទាប់មកយើងដាក់ស្ករប៊ីចេងអញ្ចឹងទៅខ្ញុំប្រើជាមួយនឹងស្ករសដោយសារខ្ញុំអស់ស្ករក្រហមបងប្អូនបើបានស្ករក្រហមអីទៀតកាន់តែចាប់ជាតិគ្នាបន្ទាប់មកយើងបុកគ្រឿងទាំងអស់ហ្នឹងឲ្យរៀងម៉ត់ចូលគ្នាបន្តិចទៅខ្ញុំដាក់ជាមួយនឹងគល់ជាណាចូលបន្តិចហើយយើងញុំវាឲ្យបែកបន្តិចចាប់ផ្ដើមដាក់ជាមួយនឹងទឹកប្រហុកតែម្ដងថ្ងៃនេះខ្ញុំមានជាមួយនឹងទឹកប្រហុកដែរបងប្អូនខ្ញុំប្រើចំនួន2វែកបន្ទាប់ពីដាក់ទឹកប្រហុកហើយហ្នឹងយើងរៀងកូរច្បល់ឲ្យវាចូលសព្វគ្នាបន្តិចទៅចាំច្របាច់ក្រូចឆ្មាចូលចំពោះក្រូចឆ្មានេះដូចខ្ញុំថាអញ្ចឹងបងប្អូនយករសជាតិរៀងជូរបន្តិចបានឆ្ងាញ់ជាមួយនឹងបុកល្ហុងអីនេះបន្ទាប់ពីដាក់ក្រូចឆ្មាហើយហ្នឹងយើងអាចភ្លក់រសជាតិតាមដែលយើងចូលចិត្តបានចំពោះបងប្អូនដែលចូលចិត្តញ៉ាំម្ទេសច្រើនណា10-20គ្រាប់អីអញ្ចឹងកូរជាមួយនឹងទឹកប្រហុកប៉ុណ្នេះដឹងតែឡើងពណ៌ក្រហមបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ជាមួយនឹងសាច់ខ្យងដែលយើងស្ងោរឆ្អិនហើយបេះយកទៅសាច់ក្បាលអញ្ចឹងមកបងប្អូនហើយដាក់កូរច្បល់ជាមួយនឹងទឹកប្រហុកយើងអញ្ចឹងមកនិយាយពីថាអូយតំណងខ្លាំងមែនតើហ្មងណាសម្រាប់ខ្ញុំបុកដាក់ម្ទេសតែ3គ្រាប់ទេប៉ុន្តែមានអីបងប្អូនមើលទៅពណ៌ស្អាតដែរតាអញ្ចឹងក្រោយយើងគ្រាន់តែដាក់ជាមួយនឹងល្ហុងយើងជាការស្រេចប៉ុន្តែចំពោះបុកខ្យងនេះមួយបងប្អូនខ្លះអញ្ចឹងទៅគាត់ដាក់ជាមួយនឹងស្វាយគ្រាន់តែថាយើងអាចធ្វើតាមចំណូលចិត្តបានយើងចូលចិត្តអីយើងដាក់ជាមួយនឹងទៅពេលយើងដាក់ល្ហុងហើយហ្នឹងយើងរៀងបុកញុំវាឲ្យចូលជាតិគ្នាប៉ុណ្ណឹងរួចរាល់ហើយយើងចាប់ផ្ដើមដាក់ចានជាការស្រេចបាំងតាមមួយខែទៀតហ្នឹងចូលដល់ខែផ្សាយរឹតតែដល់ខែសវោនៅខ្យងចេះទៀតបងប្អូនអញ្ចឹងបើសិនជាសវោហើយណាយជាមួយនឹងការចំហុយស្ងោរអីហ្នឹងអាចសាកយកមកធ្វើបុកខ្យងចេះបានឆ្ងាញ់ប្លែកហ្មងញ៉ាំអត់ទ្រាំទៀតបានញ៉ាំគ្នាច្រើនហ្នឹងចែកគ្នាម្នាក់មួយម៉ាត់ពីរម៉ាត់អូយនិយាយពីថាជាតិផ្ដាំហ្មងមកភ្លក់មួយខ្ញុំទាំងអស់គ្នាបងប្អូនចង់ស្រួយយ៉ាងពេញមាត់ហ្មងបាននិយាយពីសលេងវិញគឺថាលឺឡើងស្រួយខ្យល់តែម្ដងហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនបងប្អូនតាណាមណាសូមឲ្យមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត